ព្រះអើយប្តីរបស់គេពិតជាពូកែខ្លាំងណាស់ខ្ញុំទប់សឹងតែមិនចង់ជាប់ពូកែអីពូកែម្លឹងលោកអើយជាសំណាងរបស់អូនខ្លាំងណាស់ដែលមានបងណាជាប្តីអូនណាបែបនឹងនោះបងសៀងហ៊ុយអូនពិតជាអរគុណបងខ្លាំងណាស់ដែលបងណាស្ម័គ្រចិត្តមើលថែអូនរបស់ទាំងអស់នេះគឺកូនមិនចង់បានទេណាលោកប៉ាអ្វីដែលកូនចង់បានពីលោកប៉ានោះគឺជាក្តីស្រឡាញ់និងពេលវេលាដែលលោកប៉ាត្រូវផ្ដល់មកឲ្យកូនស៊ីដនីនេះនាងគឺជាអ្នកបញ្ចេះកូនឲ្យស្អប់ខ្ញុំអញ្ចឹងមែនទេអត់ទេណាលោកប៉ាអ្នកម៉ាក់មិនបានបញ្ចេះកូនអ្វីនោះទេគឺទង្វើរបស់លោកប៉ាដែលស្ដែងឲ្យកូនឃើញថាលោកប៉ាមិនដែលខ្វាយខ្វល់ពីកូនណាពិតមែនខ្ញុំមកស្នាក់នៅទីនេះជាមួយនឹងបងសៀងហ៊ុយមកស្នាក់នៅអញ្ចឹងមែនទេនាងគ្មានផ្ទះទេមែនទេមិនដេចក៏នាងត្រូវមកស្នាក់នៅទីនេះទៅវិញបើខ្មៅសង្ហាដូចជាលោកប្រុសសៀងហ៊ុយបែបនឹងពិតមែននោះនឹងចាប់យកធ្វើប្តីតែម្ដងហើយចុះមិនដេចក៏នាងមិនចាប់យើងយកធ្វើប្តីតែម្ដងទៅនៅពេលនេះតារានាងបានធ្លាក់ខ្លួនពីការជើងទាំងសងខាងហើយដោយសារតែនាងជួបគ្រោះថ្នាក់ចរាចរណ៍ក្រោមស្នាដៃរបស់ស្រីប៊ីនេះដូចខ្ញុំថាអញ្ចឹងប្តីរបស់អ្នកនាងតារាពិតជាសង្ហាខ្លាំងណាស់ឃើញភ្លាមលេបទឹកមាត់ភ្លាមតែម្ដងហើយគឺថាសង្ហាលើសពីការរំពឹងទុករបស់ខ្ញុំតែម្ដងហើយអ្វីដែលសំខាន់នោះគាត់ឆ្លាតមានការងារល្អធ្វើទៀតប្រសិនបើគាត់ងាកមកស្រឡាញ់ខ្ញុំពិតមែននោះមិនដឹងថាល្អយ៉ាងណានោះទេហើយគិតទៅណោះលួចស្រឡាញ់គេបែបហ្នឹងគ្រាន់តែគិតម្នាក់ឯងក៏មានក្តីសុខខ្លាំងដែរក្តីសុខខ្លាំងបំផុតមានក្តីសុខរឿងអ្វីទៅមានក្តីសុខប្រសិនបើលោកប្រុសសៀងហ៊ុយមកស្រឡាញ់ខ្ញុំហ្នឹងណានេះឯងថាម៉េចហ្នឹងនាងជីមអូចាគឺថាអូយព្រះអើយលោកប្រុសនេះលោកប្រុសលេងមកស្ងាត់បែបហ្នឹងអញ្ចឹងមែនទេនេះខ្ញុំមកភ័យស្ទើរតែព្រលឹងហោះចេញពីខ្លួនហើយណាលោកប្រុសហើយឯងកំពុងតែរវើរវាយរឿងអ្វីហ្នឹងគឺអត់ទេគ្មានអ្វីទេណាលោកប្រុសខ្ញុំគ្រាន់តែគិតលេងតែប៉ុណ្ណោះប៉ុន្តែបើថាការគិតលេងរបស់ខ្ញុំខ្លាយជាការពិតមែននោះក៏ល្អដែរណាលោកប្រុសហើយឯងនេះគិតវែងឆ្ងាយពេកហើយប្រញាប់ទៅផ្សារទៅរកទិញអីយកមកធ្វើម្ហូបហ្មងដោយសារតែអ្នកនាងរបស់ឯងគេឃ្លានខ្លាំងណាស់ចាលោកប្រុសប៉ុន្តែអ្នកលោកប្រុសប្រសិនបើលោកប្រុសជូនខ្ញុំទៅនោះមិនដឹងថាល្អយ៉ាងណានោះទេដោយសារតែទៅមានគ្នានោះអីបានហើយប្រញាប់ទៅផ្សារលឿនទៅចាលោកប្រុសចានាងខ្ញុំនឹងទៅក្នុងពេលឥឡូវនេះតែម្ដងហើយណាចានាងជីមមើលទៅនាងយូរទៅនាងស្អាតដែរតាសាច់ឡើងសខ្ចីតែម្ដងមើលទៅនាងគួរឲ្យស្រឡាញ់ណាស់ដែរតានេះប៉ុន្តែប្រសិនបើខ្ញុំនេះខ្ញុំកំពុងតែគិតអីហ្នឹងឈួតមែនតើហើយខ្ញុំនេះឈប់គិតទៅស្មានតែត្រឹមត្រូវតាមពិតលោកប្រុសសៀងហ៊ុយក៏មានគំនិតចង់បានខ្ញុំដែរតាមិនអីនោះទេប៉ុណ្ណឹងខ្ញុំយល់ហើយខ្ញុំមិនឲ្យលោកប្រុសសៀងហ៊ុយរួចផុតពីកណ្ដាប់ដៃខ្ញុំដាច់ខាតសុំទោសផងណាស់អ្នកនាងតារាដែលអ្នកបម្រើម្នាក់នេះគិតអ្វីលើប្តីរបស់អ្នកនាងឮថាកូនស្រឡាញ់គ្នាជាមួយនឹងសៀងហ៊ុយបែបហ្នឹងប៉ាពិតជាសប្បាយចិត្តខ្លាំងណាស់ណាកូនដោយសារតែប៉ាហ្នឹងក៏ពេញចិត្តសៀងហ៊ុយដែរនេះលោកប៉ាមិនស្ដីបន្ទោសឲ្យកូនទេមែនទេលោកប៉ាទៅស្ដីបន្ទោសឲ្យកូនណាធ្វើអ្វីទៅបើប៉ាបនឲ្យតែកូននឹងសៀងហ៊ុយស្រឡាញ់គ្នាហ្នឹងអញ្ចឹងទៅស្ដីបន្ទោសឲ្យកូនណាបានយ៉ាងម៉េចទៅកូនលោកប៉ាពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ដែលបើកឱកាសឲ្យកូនជាមួយនឹងបងសៀងហ៊ុយបានស្រឡាញ់គ្នាបែបហ្នឹងកូនអរគុណហើយណាលោកប៉ាមិនអីទេណាកូនប៉ាមិនថាអីនោះទេឲ្យតែផ្លូវកូនដើរគឺជាផ្លូវដែលត្រឹមត្រូវគឺប៉ាមិនជំទាស់ឡើយប៉ុន្តែអ្នកកូនប៊ីស្អែកនេះប៉ាត្រូវឡើងទៅប្រទេសបារាំង3ខែដើម្បីទៅធ្វើការពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនរបស់ប៉ាដូច្នេះកូនណានៅផ្ទះត្រូវចេះតែមើលថែខ្លួនឯងផងណាកូនលោកប៉ានេះប៉ាទៅចោលកូនទៀតហើយមែនទេទុកឲ្យកូនស្រីម្នាក់នេះនៅឯកាតែម្នាក់ឯងហើយប៉ា
ប៉ាមិនមែនទៅរស់នៅឯណាកូនគឺនៅពេលដែលប៉ាបញ្ចប់ការងារហើយប៉ាក៏មកវិញហើយ ចាលោកប៉ាកុំទៅយូរពេកណាកូននឹង ពេញក្រមុំហើយញាក់ញក់ដូចជាកូនក្មេងទៀតកូនឯងនេះបងទៅធ្វើការហើយណាអូននៅផ្ទះប្រសិនបើអូនណាត្រូវការអ្វីនោះអូនប្រាប់នាងជីបទៅចាំល្ងាចបងមកវិញបងនឹងទិញរបស់ឲ្យអូនណាញ៉ាំផងដែរណាអូន ចាបង ល្អណាស់ប្រពន្ធសម្លាញ់នាងជីមមើលថែអ្នកនាងឯងឲ្យបានល្អណាបើគេកើតអីទៅនោះឯងច្បាស់ជាមិនរួចខ្លួនទេ ចាលោកប្រុសទុកចិត្តលើខ្ញុំចាស់ណាលោកប្រុសខ្ញុំនឹងមើលថែអ្នកនាងតារាឲ្យបានល្អបំផុត តារាបងទៅសិនហើយណា អ្នកនាងតារាតើអ្នកនាងត្រូវការអ្វីអន់ចាំខ្ញុំទៅយកឲ្យអត់ទេចាអ្នកនាងបងសៀងហ៊ុយនៅពេលនេះតើតារានេះតើនាងយ៉ាងម៉េចហើយបង មិនអីទេនៅពេលនេះគឺគេចេញពីមន្ទីរពេទ្យហើយគេមកស្នាក់នៅផ្ទះវិញ អូអញ្ចឹងបែបហ្នឹងគឺតម្រូវឲ្យបងមើលថែនាងរហូតអញ្ចឹងមែនទេបង បាទអូនធ្វើម៉េចបើគេជួបរឿងបែបហ្នឹងទៅហើយគឺបងត្រូវតែធ្វើបែបហ្នឹងហើយនេះក៏ជាទំនួលខុសត្រូវរបស់បងដែរណាអូនគឺបងត្រូវតែនៅមើលគេ នឹងហើយណាបងធ្វើម៉េចបើរឿងហ្នឹងវាបានកើតឡើងចំពោះតារាទៅហើយអ្វីដែលយើងអាចធ្វើបាននោះគឺយើងត្រូវតែមើលថែនាងទៅក៏ព្រោះតែជើងទាំងគូរបស់នាងគឺมันអាចដើរបានឡើយដូច្នេះយើងត្រូវតែមើលថែនាង នឹងហើយណាអូន បងអូនក៏ចង់ទៅមើលថែនាងដែរកុំឲ្យពិបាកដល់បងមើលថែនាងតែម្នាក់ឯងណាមួយលោកប៉ារបស់អូននៅពេលនេះគាត់ចេញទៅលេងនៅឯប្រទេសបារាំងចំនួន3ខែឯណោះអូននៅផ្ទះតែពីអ្នកនាងកតែណាពិតជាអបសក់ខ្លាំងណាស់ណាបងអញ្ចឹងហើយបានជាអូនចង់ទៅរស់នៅជាមួយនឹងបងមួយរយៈនឹងណាបង ធ្វើបែបនេះក្រែងលោពិបាកដល់អូនទេដឹង មិនអីទេណាបងសម្រាប់អូនគឺមិនពិបាកឡើយណាមួយក៏អូនចង់សម្រាលការងារដល់បងខ្លះអ្វីដែលសំខាន់នោះ គឺអូនបាននៅចិត្តបងរាល់ថ្ងៃនោះអី បាទអូនបែបហ្នឹងក៏ល្អដែរអញ្ចឹងចាំអូនរើអីវ៉ាន់ណាទៅនៅផ្ទះបងមួយរយៈសិនចុះទុំរំតែលោកប៉ារបស់អូនណាគាត់ត្រឡប់មកវិញ ចាបងសម្លាញ់ណាម៉ាមួយរយៈចុងក្រោយនេះម្ដេចក៏មិនដែលឃើញលោកប៉ាគាត់មករកខ្ញុំអញ្ចឹងណាម៉ាហើយគាត់ក៏មិនដែលខំមកសួរនាំកូនទៀតតើលោកប៉ាបាត់ទៅណាទៅម៉ាប្រហែលជាលោកប៉ាគាត់រវល់ទេដឹងកូនបានជាប៉ាគាត់មិនដែលមកលេងកូនដូច្នេះនោះមើលទៅលោកប៉ាប្រហែលជាគាត់រវល់គ្មានថ្ងៃទំនេរទេណាម៉ាប្រហែលជាគាត់គ្មានពេលសម្រាប់កូនទេមកទៅនោះកុំកិនចឹងអីណាកូនចាំពេលដែរប៉ាទំនេរប៉ានឹងមកលេងកូនហើយប៉ាមិនដែលភ្លេចកូនណាម្ដងណានោះទេគឺប៉ាចងចាំកូនណាទុកនៅក្នុងដួងចិត្តលោកប៉ារហូតណាកូនប៉ាស្រឡាញ់ប៉ាមិនភ្លេចប៉ាចងចាំកូនណាពិតមែននោះគឺប៉ាមករកកូនហើយមិនមែនពេលនេះលោកប៉ាគាត់ទុកខ្ញុំចោលគាត់មិនដែលមកសួរនាំខ្ញុំបែបហ្នឹងទេណាម៉ាកុំកិនចឹងអីណាកូនកុំគិតបែបហ្នឹងអីដឹងត្រឹមថាលោកប៉ាស្រឡាញ់កូនបានហើយអញ្ចឹងតែល្ងាចនេះចាំម៉ាក់នាំកូនណាស់ដើរលេងអូខេទេបានតែម៉ាក់ល្អណាស់អញ្ចឹងតាកូន កូនហួរឲ្យប៉ាសុំទោសណាកូនដែលប៉ាមិនបានមើលថែកូនណាដិតដល់ប៉ាមិនបានទៅសួរនាំកូនប៉ាតែងតែទុកកូនចោលបែបនេះដោយសារតែប៉ារវល់ជាមួយនឹងការងារពិតមែនតែមិនអីទេប៉ានឹងរកពេលឆ្លៀតមករកកូនណាឲ្យទាល់តែបានកូនចាំប៉ាបន្តិចសិនទៅណាកូន អ្នកនាងតារាអ្នកនាងកុំខូចចិត្តអីណាកុំគិតច្រើនអីណាអ្នកនាងធ
ធ្វើមិនបានអ្នកនាងជួបរឿងបែបហ្នឹងទៅហើយដូច្នេះអ្នកនាងត្រូវតែទទួលយកអ្នកនាងត្រូវតែធ្វើចិត្តឲ្យសប្បាយប៉ុន្តែប្រសិនបើយើងគិតទៅនេះគេហៅថាកម្មពីអ្នកណាគេសាងនឹងទទួលនោះណាចានាងជីមនាងឯងនិយាយចេញមកដោយមិនឆ្លងកាត់ខួរទេមែនទេប្រយ័ត្នតែយើងផ្ទះនាងឯងបែកមាត់ទៅអេអ្នកនាងនិយាយដោយមិនឆ្លងកាត់ខួរបានចាំមិនទៅគ្រាន់តែខ្ញុំនិយាយការពិតទេតាខុសដែរមែនទេបាននិយាយការពិតខុសបែបហ្នឹងនោះអូយមិនដែរទេអ្នកនាងខ្ញុំគ្រាន់តែនិយាយការពិតដើម្បីឲ្យអ្នកនាងដឹងនិយាយអ្វីដែរចង់និយាយហ្នឹងនាងជីមនាងឯងហ៊ានតែនិយាយម្ដងទៀតយើងនឹងផ្ទះនាងឯងបែកមាត់ហើយណាវើយតិចថាយើងមិនបានប្រាំអូយកាចម្លេះអ្នកនាងខ្ញុំគ្រាន់តែនិយាយការពិតសោះវាខុសដែរមែនទេពាក្យពិតរបស់ឯងពាក្យពិតនិយាយដោយមិនឆ្លងកាត់ខួរឆ្លងកាត់ខួរដែរតាអ្នកនាងតែឆ្លងកាត់ខួរដោយនិយាយការពិតឬមួយក៏ពិភពលោកមួយនេះលែងទទួលស្គាល់ការពិតហើយមែនទេនាងជីមនាងឯងហ៊ានតែនិយាយម្ដងទៀតយើងផ្ទះកំភ្លៀងនាងឯងមែនទេហើយណាវើយពីការហើយនៅការទៀតអ្នកនាងនាងជីមអូយអ្នកនាងខ្ញុំនិយាយលេងទេតាអញ្ចឹងខ្ញុំទៅផ្សារទៅរកទិញម្ហូបសិនហើយណាអ្នកនាងនៅយូរទៀតខ្លាចអ្នកនាងដាច់សរសៃឈាមនាងជីមនាងស្រីចង្រៃនេះវើយនៅក្នុងផ្សារចាំមិនដែរកូនរបស់លេងមួយនេះតើកូនចង់បានដែរអត់បាទម៉ាក់គឺស្អាតខ្លាំងណាស់គឺកូនចង់បានរបស់មួយនឹងណាម៉ាក់ត្រូវម៉ាច់តែម្ដងហើយណាកូនមិនអីនោះទេណាចាំម៉ាក់ទិញឲ្យតែកូនចង់បាននឹងសបាយលេងចាំម៉ាក់ទិញឲ្យប៉ុន្តែស្អែកថ្ងៃអាទិត្យផងនេះសបាយកូនលេងហើយណាកូនបាទអ្នកម៉ាក់ពិតជាយល់ចិត្តកូនខ្លាំងណាស់ខ្ញុំយកឈុតនឹងហើយណាម៉ាក់របស់ដែលខ្ញុំចូលចិត្តចាកូនចាំម៉ាក់យកឲ្យចាំប៉ាយកឲ្យណាកូនលោកសៀងហ៊ុយលោកប៉ាបាទគឺជាប៉ាណាកូនចង់បានរបស់នេះមែនទេមិនអីទេចាំប៉ាយកឲ្យណាកូនប៉ាគឺជាអ្នកទិញឲ្យកូនមិនអីទេណាលោកប៉ាមិនបាច់យកឲ្យខ្ញុំទេហើយប៉ាក៏មិនបាច់ទិញអ្វីឲ្យខ្ញុំដែរខ្ញុំមិនចង់បានឡើយកូនហួរមិនអញ្ចឹងកូននេះប៉ាខំទិញឲ្យកូនហើយណាកូនឬមួយក៏កូនមិនស្រឡាញ់របស់នេះទេមិនអីទេបើកូនមិនស្រឡាញ់របស់នេះកូនរកមើលផ្សេងមើលរបស់ណាដែលកូនស្រឡាញ់គឺប៉ាទិញឲ្យទាំងអស់ណាកូនសំខាន់ឲ្យតែកូនស្រឡាញ់គឺកូនអត់ស្រឡាញ់ទាំងអស់ណាលោកប៉ាអត់ស្រឡាញ់ទាំងអស់នេះមិនអញ្ចឹងកូនក្រែងកូនចង់បានរបស់នេះយកទៅលេងខ្លាំងណាស់មែនទេមិនដេចក៏ពេលនេះប៉ាទិញឲ្យទៅហើយកូនមិនស្រឡាញ់ទៅវិញមិនអីទេកូនមិនស្រឡាញ់របស់ទាំងអស់ហ្នឹងក៏បានដែរអញ្ចឹងកូនចង់ទៅញ៉ាំអីដែរអត់ចាំប៉ាជូនកូនទៅញ៉ាំអីណាឬមួយក៏កូនចង់ទៅដើរលេងប៉ាក៏អាចជូនកូនទៅបានដែររបស់ទាំងអស់នេះគឺកូនមិនចង់បានទេណាលោកប៉ាអ្វីដែលកូនចង់បានពីលោកប៉ានោះគឺជាក្តីស្រឡាញ់និងពេលវេលាដែលលោកប៉ាត្រូវផ្ដល់មកឲ្យកូនគឺកូនហួរនេះបាទកូនគឺប៉ាបានផ្ដល់ឲ្យកូនណាទាំងអស់ហើយតាទាំងក្តីស្រឡាញ់និងពេលវេលាគឺប៉ាបានផ្ដល់ឲ្យកូនណាទាំងអស់ណាកូនក្តីស្រឡាញ់ពេលវេលាគឺលោកប៉ាទុកកូនចោលទាំងអស់ហើយស្របពេលដែលលោកប៉ាតាក់ទងជាមួយនឹងអ្នកមីងតារាម្នាក់នោះគឺលោកប៉ាលែងទុកកូនណាជាមនុស្សសំខាន់សម្រាប់លោកប៉ាហើយកូនហួរមិនមែនបែបហ្នឹងទេណាកូនគឺកូនយល់ខុសហើយណាកូនកូនមិនបានយល់ខុសទេណាលោកប៉ារឿងដែលលោកប៉ាបានធ្វើអ្វីដាក់អ្នកម៉ាក់នោះគឺកូនបានដឹងអស់ហើយថាលោកប៉ាបានធ្វើបាបម៉ាក់កូនពិតជាខកចិត្តខ្លាំងណាស់ដែលលោកប៉ាធ្វើបែបហ្នឹងចំពោះម៉ាក់នោះកូនហួរនេះកូនបានដឹងអស់ហើយមែនទេរឿងម៉ាក់កូនជាមួយនឹងលោកប៉ាគឺកូនហួរគេបានដឹងអស់ហើយខ្ញុំមិនបានថាម៉េចនោះទេប៉ុន្តែកូនណាឃើញតាមភាពជាក់ស្ដែងថាលោកបានធ្វើស្អីខ្លះចំពោះកូនសិតនេះនាងគឺជាអ្នកបញ្ចេះកូនឲ្យស្អប់ខ្ញុំអញ្ចឹងមែនទេលោកនិយាយឈ្គួស្អីហ្នឹងអ្នកណាគេទៅបញ្ចេះកូនណាឲ្យស្អប់លោកឈ្គួតែដឹងបើនាងមិនបាននិយាយបញ្ចេះកូនឲ្យស្អប់ខ្ញុំមិនដេចក៏កូនយល់ខុសចំពោះខ្ញុំមកបែបហ្នឹងទៅវិញអត់ទេណាលោកប៉ាអ្នកម៉ាក់មិនបានបញ្ចេះកូនអ្វីនោះទេគឺទង្វើរបស់លោកប៉ាដែលស្ដែងឲ្យកូនឃើញថា
លោកប៉ាមិនដែលខ្វាយខ្វល់ពីកូនណាប៉ិតមែនគឺលោកប៉ាស្រឡាញ់តែអ្នកមីងតារានោះតែប៉ុណ្ណោះហើយកូននឹងម៉ាក់លែងសំខាន់ក្នុងកែវភ្នែករបស់លោកប៉ាទៀតហើយកូនហួរល្មមភ្ញាក់ខ្លួនណាគិតដល់កូនខ្លះហើយដល់ថ្នាក់កូនណានិយាយបែបហ្នឹងទៅកាន់លោកនេះលោកនៅមិនទាន់ដឹងខ្លួនទៀតមែនទេហើយកុំគិតថាខ្ញុំនិយាយអាក្រក់ពីលោកប្រាប់ដល់កូនគ្រាន់តែខ្ញុំប្រាប់ហេតុផលការពិតដល់កូនណាតែប៉ុណ្ណោះចំណែកទង្វើរបស់លោកបែបណាធ្វើដាក់កូនទើបកូនណាគិតបែបហ្នឹងទៅលើលោកនោះលោកគួរតែដឹងច្បាស់អំពីទង្វើខ្លួនឯងហើយហើយចង្រៃយោមិនដេចក៏ខ្លាយទៅជាបែបហ្នឹងទៅវិញហើយសាំពិតមែនកូនហួរក្រែងកូនណាចង់ជួបប៉ារបស់កូនខ្លាំងណាស់មែនទេមិនដេចបានជាពេលនេះកូនណាជួបប៉ាទៅហើយហេតុអីបានជាកូននិយាយបែបហ្នឹងទៅកាន់លោកប៉ាវិញអញ្ចឹងកូនព្រោះតែទង្វើប្រងើយកន្តើយរបស់លោកប៉ាទើបធ្វើឲ្យកូនណាលែងមានអារម្មណ៍ថាចង់ជួបលោកប៉ាបន្តទៀតក៏ព្រោះតែលោកប៉ាលែងទុកកូនណាជាមនុស្សសំខាន់សម្រាប់គាត់ហើយណាអ្នកម៉ាក់កុំគិតបែបហ្នឹងអីណាកូនគិតបែបហ្នឹងគឺគ្មានសុជីវធម៌នោះទេយ៉ាងណាគេក៏ជាប៉ារបស់កូនដែរដូច្នេះកូនណាមិនអាចធ្វើបែបហ្នឹងចំពោះលោកប៉ាបានទេណាកូនមួយវិញទៀតគ្រប់ពេលដែលកូនណាឃើញដល់លោកប៉ាគឺកូនណាមានអារម្មណ៍ថាអាណិតអ្នកម៉ាក់ខ្លាំងណាស់ដែលលោកប៉ាគាត់ធ្វើបាបផ្លូវចិត្តម៉ាក់និងដេញម៉ាក់ចេញពីផ្ទះបែបហ្នឹងនោះគឺជារឿងផ្សេងម៉ាក់គឺមិនអីទេណាកូនប៉ុន្តែសម្រាប់កូនវិញកូនត្រូវតែទទួលស្គាល់ថានោះគឺជាប៉ារបស់កូនក៏ព្រោះតែប៉ាក៏ជាអ្នកផ្ដល់កំណើតឲ្យកូនដែរដូច្នេះកូនណាមិនអាចបំភ្លេចគុណលោកប៉ាបានឡើយរឿងប៉ាជាមួយនឹងម៉ាក់គឺជារឿងផ្សេងតែកូនណាត្រូវតែស្រឡាញ់ប៉ាដូចដើមថ្ងៃនេះថ្ងៃស្អែកលោកប៉ានៅតែជាប៉ារបស់កូនដដែលហើយកំហុសរបស់លោកប៉ានោះថ្ងៃណាមួយម៉ាក់ជឿច្បាស់ថាប៉ានឹងកែខ្លួននឹងដឹងកំហុសហើយប៉ានឹងមករកកូនវិញហើយណាកូនបាទអ្នកម៉ាក់កូននឹងស្ដាប់ម៉ាក់នឹងធ្វើតាមម៉ាក់ទាំងអស់កូនមិនបំភ្លេចលោកប៉ាឡើយជួបលោកប៉ាលើក្រោយកូនសន្យាថាមិនធ្វើបែបនឹងទៀតទេណាម៉ាក់ហើយកូននឹងលើកលែងទោសឲ្យលោកប៉ាល្អខ្លាំងណាស់ណាកូនអញ្ចឹងតាទៅផ្ទះទៅនៅពេលនេះល្ងាចហើយណាកូនបាទអ្នកម៉ាក់នាពេលយំផ្លូវចិត្តរបស់អូនពេលនេះបានធូរស្រាលខ្លះដែរទេនឹងអូនសម្លាញ់មិនអីទេណាបងផ្លូវចិត្តរបស់អូនណាគឺបានធូរស្រាលច្រើនដោយសារតែអូនណាព្រមទទួលស្គាល់ការពិតណាមួយបានបងណានៅមើលថែអូនណារាល់ថ្ងៃបែបនេះអូនពិតជាសប្បាយចិត្តខ្លាំងតែម្ដងហើយណាបងល្អណាស់បងនឹងនៅមើលថែអូនណាបែបនេះរហូតគឺមិនអោយអូនណាពិបាកឡើយណាអូនជាសំណាងរបស់អូនខ្លាំងណាស់ដែលមានបងណាជាប្តីអូនណាបែបនឹងនោះបងសៀងហ៊ុយអូនពិតជាអរគុណបងខ្លាំងណាស់ដែលបងណាស្ម័គ្រចិត្តមើលថែអូនទាំងដែលអូនណាធ្លាក់ខ្លួនពីការបែបនេះអរគុណណាស់ដែលបងមិនទៅណាចោលអូនស្របពេលដែលអូនណាបាត់បង់អ្វីៗគ្រប់យ៉ាងអូនពិតជាអរគុណបងខ្លាំងណាស់ណាបងសម្លាញ់មិនអីទេមិនបាច់គុណស្រ័យអ្វីនោះទេនេះគឺជាទូនាទីរបស់បងណាស្រាប់ទៅហើយដូច្នេះបងណាត្រូវតែធ្វើអញ្ចឹងមិនអីទេណាប៉ុន្តែនៅពេលនេះយប់ជ្រៅណាស់ទៅហើយអញ្ចឹងអូនណាចូលគេងទៅចំណែកបងនៅបង្ហើយការងារបន្តិចទៀតចប់ការងារចាំបងណាចូលគេងចាបងសម្លាញ់រាត្រីសួស្ដីណាបាទអូនសម្លាញ់រាត្រីសួស្ដីសុបិនល្អចំណែកនាងជីបនេះវិញនាងកំពុងតែជាប់ចិត្តជាមួយនឹងប្តីរបស់គេហើយបានហើយប្រញាប់ទៅផ្សារលឿនទៅចាលោកប្រុសចានាងខ្ញុំនឹងទៅក្នុងពេលឥឡូវនេះតែម្ដងហើយណាចានាងជីបមើលទៅនាងយូរទៅនាងស្អាតដែរតាសាច់ឡើងសខ្ចីតែម្ដងមើលទៅនាងគួរឲ្យស្រឡាញ់ណាស់ដែរតានេះប៉ុន្តែប្រសិនបើខ្ញុំនេះខ្ញុំកំពុងតែគិតអីហ្នឹងឈួតមែនតើហើយខ្ញុំនេះឈប់គិតទៅហើយដំបងខំតែគិតថាខ្ញុំនេះលួចស្រឡាញ់លោកប្រុសសៀងហ៊ុយតែម្នាក់ឯង
ប៉ុន្តែដឹងការពិនលោកប្រុសសៀងហ៊ុយលួចក្រាស់ខ្ញុំដែរតាំងលួចក្រាស់គេដែរសោះអើយដឹងការពិតបែបហ្នឹងហើយខ្ញុំពិតជារំភើបខ្លាំងណាស់ស្ទើរតែមិនជឿនោះទេថាលោកប្រុសសៀងហ៊ុយចាប់អារម្មណ៍លើខ្ញុំដែរសរុបទៅខ្ញុំនិងលោកប្រុសសៀងហ៊ុយគឺមានគំនិតដូចគ្នាអូយសូឡាមអូយស្អីគេអញ្ចេះហ្នឹងក្រោកក្រាកនៅខាងក្រៅបន្ទប់តិចខ្មោចលងទៅមិនបាននោះទេណាចេញទៅមើលសិននាងជីមអូយលោកប្រុសសៀងហ៊ុយទេមែនទេខ្ញុំស្មានតែខ្មោចលងតាលឺគ្រីកគ្រុបគ្រីកគ្រុងខ្ញុំខំចេញមកមើលស្រាប់តែឃើញលោកប្រុសសៀងហ៊ុយសោះនាងគិតថាខ្មោចសង្ហាដូចជាយើងអញ្ចឹងមែនទេបើខ្មោចសង្ហាដូចជាលោកប្រុសសៀងហ៊ុយបែបហ្នឹងពិតមែននោះនឹងចាប់យកធ្វើប្តីតែម្ដងហើយចុះមិនដេចកូននាងមិនចាប់យើងយកធ្វើប្តីតែម្ដងទៅអូយមើលលោកប្រុសសៀងហ៊ុយនិយាយហ៊ុយអៀនខ្លាំងណាស់មើលទៅលោកប្រុសសៀងហ៊ុយក៏ចាប់អារម្មណ៍ខ្ញុំដែរមែនទេចាប់អារម្មណ៍ខ្ញុំដូចជាខ្ញុំចាប់អារម្មណ៍លោកប្រុសអញ្ចឹងមែនទេមែនហើយគឺយើងចាប់អារម្មណ៍នាងជីមនាងស្អាតណាស់នាងក្មេងសាច់នាងឡើងសូខ្ចីឡើងក្រអូបតែម្ដងហើយគ្រាន់តែនៅចិត្តបែបហ្នឹងអូយនិយាយអីបែបហ្នឹងខ្ញុំពិតជាអៀនខ្លាំងណាស់នេះមនុស្សកំពុងតែលួចស្រឡាញ់លោកប្រុសផងហើយលោកប្រុសមកសរសើរខ្ញុំបែបហ្នឹងទៀតឡើងកម្ដៅដល់100អង្សាសេតែម្ដងហើយណាលោកប្រុសបើឡើងកម្ដៅដល់100អង្សាសេបែបហ្នឹងទៅហើយនោះអញ្ចឹងពួកយើងចាត់ការមកចាំការទៀតនៅពេលនោះសៀងហ៊ុយនិងនាងជីមពួកគេក៏បានធ្វើនេះធ្វើនោះទៅយីសៀងហ៊ុយនេះមិនលើកលែងសូម្បីតែអ្នកបម្រើញាក់សាច់តែម្ដងនាងប៊ីគឺជានាងគឺជាអ្នកបើកឡានណាមកបុកយើងនាងមែនទេនាងមានបំណងធ្វើបាបយើងអញ្ចឹងមែនទេនាងប៊ីនាងស្រីចង្រៃនាងប៊ីអូយដេកមកមើលឡើងធ្លាក់ពីលើគ្រែហើយតារាអូយនេះខ្ញុំយល់សពទេមែនទេព្រះអើយស្មានតែជាការពិនប៉ុន្តែការយល់សពរបស់ខ្ញុំគឺមិនដែលខុសនោះទេប្រហែលជានាងប៊ីពិតមែនដែលវាបើកឡានមកបុកខ្ញុំក៏ព្រោះតែវាស្អប់ខ្ញុំវាចង់ឃើញខ្ញុំចុះចាញ់វាដូច្នេះហើយបានជាវាធ្វើបែបហ្នឹងទៅនាងប៊ីនាងឯងកុំឲ្យយើងដឹងឲ្យសោះណាវើយប្រសិនបើយើងដឹងថានាងឯងគឺជាអ្នកបើកឡានបុកយើងពិតមែននោះយើងនឹងចាប់នាងឯងដាក់គុកជាក់ជាមិនខានឡើយអូយនេះខ្ញុំធ្លាក់ពីលើគ្រែហ្មងហើយខ្ញុំឡើងទៅវិញបានចាំមិនទៅហ្នឹងខ្ញុំឡើងទៅដោយរបៀបណាហើយពីការជើងបែបហ្នឹងគឺពិបាកពិតមែនបងសៀងហ៊ុយបងនៅឯណាទៅបងមកជួយអូនផងណានៅពេលនេះអូនធ្លាក់ពីលើគ្រែហើយណាបងសៀងហ៊ុយបានអីជួយនៅពេលនេះសៀងហ៊ុយកំពុងតែមានក្តីសុខជាមួយនឹងនាងជេបហើយហ្នឹងពធអើយបងសៀងហ៊ុយនៅពេលនេះតាបងនៅឯណាទៅក្រែងបងថាបងបង្ហើយការងារតែបន្តិចទេមែនទេហើយបងចូលគេងរួចចោះពេលនេះយប់ជ្រៅទៅហើយមិនដាច់បានជាមិនឃើញបងសៀងហ៊ុយតាបងនៅឯណាទៅបងសៀងហ៊ុយពីការជើងពិតជាពិបាកខ្លាំងពិតមែនហើយក្តៅចិត្តខ្លាំងណាស់ព្រះអើយប្តីរបស់គេពិតជាពូកែខ្លាំងណាស់ខ្ញុំទប់សឹងតែមិនចង់ជាប់ពូកែអីពូកែម្លឹងលោកអើយអញ្ចឹងតាបានជាអ្នកនាងតារាតាមគាត់ឡើងស្អិនប្រច័ណ្ឌប្តីដល់ថ្នាក់ហ្នឹងអីបែបហ្នឹងសោះក៏ព្រោះតែប្តីពូកែលោកប្រុសសៀងហ៊ុយពិតជាបរោះពិនបរោះសង្ហាពិតមែន I love this បរោះបែបនេះហើយណាគឺជាម៉ាយថែបរបស់ខ្ញុំតែម្ដងលោកប្រុសសៀងហ៊ុយលោកប្រុសបានខ្លួនខ្ញុំប៉ុណ្ណឹងហើយលោកប្រុសត្រូវតែទទួលខុសត្រូវចំពោះខ្ញុំផ្ទះនេះនឹងក្លាយជារបស់ខ្ញុំក្នុងពេលឆាប់នេះហើយមានអីអ្នកបម្រើអាប់ដេតក្លាយជាប្រពន្ធម្ចាស់ផ្ទះមិនដែរចុកដេះស៊ី
មិនយូរប៉ុន្មានស្រីប៊ីនាងក៏បានរើអីវ៉ាន់មកនៅក្នុងផ្ទះរបស់សៀងហ៊ុយ ហើយអីវ៉ាន់ច្រើនខ្លាំងណាស់យកមកកាសឹងតែមិនចង់អស់អញ្ចឹងហើយយើងគឺជាស្រីស្អាតគឺបែបនឹងហើយណារបស់យើងធ្វើខ្លួនច្រើនតែងខ្លួនឲ្យស្អាតស្អាតគ្រប់ពេលវេលាគឺបែបហ្នឹងអ្នកណាគេឲ្យនាងមកទីនេះតារ៉ានេះតានាងកើតអីហ្នឹងមិនដេចក៏នាងអង្គុយលើរទេះបែបហ្នឹងទៅវិញហានេះតានាងកើតអីមែនទេមិនកុំមកសួរបញ្ឈឺយើងណានាងដឹងឬមួយក៏នាងធ្វើមិនដឹងប្រសិនបើនាងដឹងហើយនាងគួរតែនៅឲ្យស្ងៀមទៅដឹងខ្លះអត់ខ្លះប៉ុន្តែដឹងត្រឹមថានាងពិការជើងគឺដឹងត្រឹមតែប៉ុណ្ណឹងឯងសម្ដីថោកទាមអ្នកណាគេឲ្យនាងមកទីនេះនាងឆាប់ទៅវិញទៅណាក៏ព្រោះតែផ្ទះនេះមិនស្វាគមន៍មនុស្សធន់ថោកដូចជានាងនោះទេអញ្ចឹងនាងចេញទៅវិញទៅខ្ញុំមកស្នាក់នៅទីនេះជាមួយនឹងបងសៀងហ៊ុយមកស្នាក់នៅអញ្ចឹងមែនទេនាងគ្មានផ្ទះទេមែនទេមិនដេចក៏នាងត្រូវមកស្នាក់នៅទីនេះទៅវិញឬមួយក៏នាងចង់គិតស្អីចំពោះបងសៀងហ៊ុយអញ្ចឹងមែនទេនាងចង់បោកប្រាស់គាត់អញ្ចឹងមែនទេណូហើយណែតារ៉ានេះឯងចូលគិតអ្វីល្អចំពោះគ្នាផងណាវើយគ្នាមិនមែនជាមនុស្សអាក្រក់ដូចតែឯងបានគិតនោះទេគិតថាយើងមិនដឹងពីល្បិចដ៏ថោកទាបរបស់នាងអញ្ចឹងមែនទេនាងយកលេសមកនៅទីនេះក៏ព្រោះតែនាងចង់នៅចិត្តបងសៀងហ៊ុយហើយនាងចង់បញ្ឈឺយើងនឹងចាត់ការយើងចោលល្បិចបែបនេះគឺយើងធ្លាប់ប្រើមុននាងទៅទៀតត្រូវហើយក៏ព្រោះតែនាងប្រើល្បិចច្រើនពេកទើបកម្មពៀធ្លាក់ទៅលើនាងធ្វើឲ្យនាងពិការជើងបែបនេះធ្វើអាក្រក់ម្លឹងហើយនាងនៅមិនដឹងខ្លួនថាខ្លួនគឺជាមនុស្សអាក្រក់ទៀតមែនទេណែនាងប៊ីហើយខ្ជិលនិយាយជាមួយនឹងមនុស្សដែលអង្គុយលើរទេះដូចជានាងបែបនឹងខ្លាំងណាស់បងសៀងហ៊ុយនៅខាងក្នុងមែនទេអញ្ចឹងខ្ញុំសូមចូលទៅរកគាត់សិនហើយក៏ព្រោះតែខ្ញុំនឹកគាត់ខ្លាំងណាស់នាងប៊ីកុំចូលទៅណាឆាប់ចេញមកវិញភ្លាមនាងប៊ីនាងគិតថាយើងធ្លាក់ខ្លួនពីការបែបនឹងហើយយើងសុកចិត្តចាញ់នាងអញ្ចឹងមែនទេអត់ទេយើងមិនចាញ់នាងដាច់ខាត